បាទសួស្តីបងប្អូនណាលោកគ្រូមានការចែករំលែកចំណេះដឹងបន្តិចបាទជាបទពិសោធន៍ការប្រើប្រាស់ភាសាអង់គ្លេសបងប្អូនណាយើងប្រើឲ្យបានស្ទាត់ជំនាញថ្ងៃនេះលោកគ្រូចែករំលែកការបញ្ចេញសំឡេងបងប្អូននេះលោកគ្រូធ្វើនៅក្នុង YouTube និង TikTok អាច Facebook ទៀតថ្ងៃក្រោយចែករំលែកបងប្អូនណានេះលោកគ្រូចែករំលែកpronunciation drill and illustrated អានេះយើងបើអានទេបងប្អូនណាយើងជនជាតិខ្មែរអាននេះអត់សុទ្ធត្រូវទេអានេះយើងអាន illustrated thesaurus អញ្ចឹងលោកគ្រូនឹងបើកវចនានុក្រមឲ្យបងប្អូនអានថ្ងៃនេះលោកគ្រូចង់ចែករំលែកពាក្យនេះយើងអានពាក្យនេះឲ្យត្រូវបងប្អូនណាបាទហើយយើងស្គាល់ពាក្យនឹងបាទតើពាក្យហ្នឹងស្ថិតនៅក្នុងថ្នាក់ពាក្យអីយើងផ្ដើមឡើងដោយអក្សរ A នេះអញ្ចឹងលោកគ្រូសូមឲ្យបងប្អូនចេះទៅរកក្នុងវចនានុក្រមនៅក្នុងភាសាអង់គ្លេសណាអញ្ចឹងបងប្អូនមកតាមលោកគ្រូមកនេះបងប្អូនណាយើងបិទអានឹងសិនបងប្អូនចូលមកកន្លែង Google នេះបងប្អូនណាយើងបិទ Google នេះចោលអូខេលោកគ្រូឲ្យជាកន្លឹះនេះយើងបិទអានេះមកបងប្អូនមកកន្លែងអេក្រង់នេះបងប្អូនចូលមកកន្លែង Chrome នេះអូខេបាទបងប្អូនវាយពាក្យថា Cambridge Dictionary នេះបងប្អូនឃើញទេវាយទៅវា load មុនគេបងប្អូនចុចលើវាហើយយើងអត់ចេះពាក្យអីឧទាហរណ៍ពាក្យអំបញ្ញមិញនេះឧមាពាក្យនេះបងប្អូនឃើញវាយទេនេះចឹងពាក្យហ្នឹងយើងត្រូវរៀនអានឲ្យត្រូវហើយយកវាទៅប្រើដើម្បីយើងអាចចេះភាសាអង់គ្លេសបាននេះបងប្អូនចុចលើវាទៅបងប្អូននេះវាជាពាក្យដែលចេញមកកន្លែងនេះបងប្អូនឃើញវាដាក់ឋានៈពាក្យរបស់វា nouns អញ្ចឹងបងប្អូនស្ដាប់ការអានរបស់វា accident អូខេបងប្អូនឃើញទេ accident នេះសំឡេងរបស់អង់គ្លេស UK នេះសំឡេងរបស់អាមេរិក accident អូខេអញ្ចឹងលោកគ្រូ copy អានឹងយកមករួចហើយលោកគ្រូយកទៅដាក់កន្លែងមិញនេះដើម្បីឲ្យបងប្អូនរៀនជាមួយលោកគ្រូណាបាទអញ្ចឹងនេះគ្រូ copy មកគ្រូដាក់កន្លែងនេះអូខេយើងទុកប្រើវាថ្ងៃក្រោយនេះគូដាក់ហើយ accidents យើងមើលអក្សរ act នេះខសអ៊ីស៊ីដដណូដិននេះជានិមិត្តសញ្ញាប្រកបរបស់ accident នេះគូដាក់ហើយអូខេយើងខិតលើតិចមកចាំយើងយកទៅប្រើតើ accident យើងប្រែថាម៉េចយើងប្រើបានយ៉ាងម៉េចអូខេបងប្អូនមើលនេះអក្សររៀងដោយអក្សរ A ទល់មួយ E នេះគឺ act act សអ៊ីស៊ីដដអញ្ចឹងគូយកអានេះមកអ្នកណាដែលធ្លាប់រៀនអាហ្នឹងដឹងទេណាបងប្អូននេះបងប្អូនណាចង់រៀនបន្ថែមអាចតាក់ទងលោកគ្រូបាននេះ act សអ៊ីស៊ីដដនៅដិនដោយសារវាមាន G អញ្ចឹងយើងអានថា accident ត្រូវឬអត់មកកន្លែងលោកគ្រូវិញមកបងប្អូនស្ដាប់មក accident yes អូខេ accident អញ្ចឹងលោកគ្រូបង្ហាញហើយបងប្អូនថាចុះបកជាខ្មែរថាម៉េចអញ្ចឹងបងប្អូនអាចមើលនៅនេះបានយើងអត់ចេះខ្មែរយើងទុកសិនតែលោកគ្រូចង់ឲ្យបង្ហាញបងប្អូនចេះនេះគឺសូមបញ្យល់ទៅ accident នេះសិន accident ន័យទី1 an accident is something nasty that happen by chance អូខេន័យទី2 accident នេះសម្រាប់ឋានៈទៀបនៅឡើយបងប្អូនណាយើងអត់បានបោះក្បាយទេបានប៉ុណ្ណឹងបានហើយ accident noun លេខរៀងទី2 if something happened by accident it was not planned plan នេះជាគេស័ព្ទខ្ទង់ទី3បងប្អូនណារបស់ plan ប្រសិនបើអ្វីមួយកើតឡើងដោយ accident គឺវាមិនបានព្រៀងទុកទេឬមិនមានផែនការទេអញ្ចឹងដោយចៃដន្យ accident កន្លែងនេះអាចប្រែថាដោយចៃដន្យ accident អូខេឥឡូវនៅ accident បកជាខ្មែរមួយទៀត accident មានច្រើនតែសម្រាប់ថ្នាក់ដែលខ្ពស់ទូទុកនឹងសិននេះបងប្អូនមើលមកក្រោមមកវាបញ្យល់ច្រើនណាស់ឧទាហរណ៍វែងរៀងពិបាកតែគ្រូអត់ឲ្យបងប្អូនមើលហ្នឹងឲ្យតែអានសំឡេងសិនបងប្អូនចូលមកនេះចូលមកកន្លែង Google បងប្អូនយក Google Translate ហើយបងប្អូនវាយពាក្យ accidents អូខេតើមកបងប្អូនវាយចឹងហើយបងប្អូនយកភាសាខ្មែរអូសមកក្រៅមក
នេះអូខេអ្នករៀនខ្លួនឯងនេះគ្រោះថ្នាក់ក្នុងនេះវាអានថា accident, បាទក្នុង Google សំឡេងមិនសូវល្អដូចក្នុង Cambridge ទេបងប្អូនណាអូខេអញ្ចឹងបងប្អូនអាចមើលបានប៉ុណ្ណឹងក្នុងវីដេអូគោលបំណងរបស់លោកគ្រូនៅទីនេះលោកគ្រូគាត់តែណែនាំបទពិសោធន៍របស់លោកគ្រូឲ្យបងប្អូនយល់ថាដើម្បីរៀនពាក្យមួយចេះបងប្អូនត្រូវមើលសន្តានរបស់ពាក្យហ្នឹងហើយនឹងភាពប្រែប្រួលរបស់ពាក្យហ្នឹងហើយនឹងពាក្យដែលស្រដៀងនឹងវាអញ្ចឹងលោកគ្រូមានកន្លឹះប៉ុណ្ណឹងក្នុងការរៀនអញ្ចឹងលោកគ្រូសុំប៉ុណ្ណឹងជាបទពិសោធន៍របស់លោកគ្រូចង់ចែករំលែកឲ្យបងប្អូនរៀនក្នុងការរៀនពាក្យថ្មីបាទអញ្ចឹងប៉ុណ្ណឹងបងប្អូនណាគ្រូជម្រាបលា